នេះគឺជាដំណើររបស់ខ្ញុំថារ៉ូមកកាន់ភ្នំតកអ៊ីឡុងដែលមានកម្ពស់រហូតដល់ទៅ5596 ម៉ែត្រហើយមកដល់ខាងលើភ្នំតកនេះស្គាល់ហើយរសជាតិខ្វះអុកស៊ីហ្សែនបែបណាតែមុននឹងចូលដល់វីដេអូកុំភ្លេចចុច follow page ចំណត Explore ផងព្រោះយើងនឹងធ្វើ giveaway ឲ្យថា fan ដំណើរមកប្រទេសចិននេះគឺខ្ញុំបានមកខេត្តយូណានរយៈពេល5យប់6ថ្ងៃជាមួយនឹងក្រុមហ៊ុន World Pop Tour and Travel ហើយយើងបានទៅដើរលេងច្រើនកន្លែងអញ្ចឹងឥឡូវនេះកាត់កាន់ម្ដងថ្ងៃទី1ពេលដែលយើងមកដល់ខុនមីងភ្លាមខាងធួគាត់បានជួនយើងមកញ៉ាំ buffet ដើម្បីបំពេញកម្លាំងបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយម្ដងនេះមានម្ហូបគ្រប់សពបែបយ៉ាងតែម្ដងហើយមើល tour leader គេផងយកសិតតែទឹកថៃកោះកុងមកតាមខ្លួនដើម្បីឲ្យភ្ញៀវញ៉ាំហ្មងលំឡើងថ្ងៃទី2យើងបន្តដំណើរដោយជិះរថភ្លើងល្បឿនលឿនទៅលីជាងដើម្បីទៅមើលភ្នំតកអ៊ីឡុងជិះតាមផ្លូវនេះទៅស្វាបស្អាតហើយមកដល់ភ្លាមយើងបានមកចកា strawberry បេះផ្លែ strawberry ទៀតបានមកបេះ strawberry ធំដល់ចកាចាស់សប្បាយមកសំខាន់ធួក៏មាន free strawberry ឲ្យយើងម្នាក់កន្លះគីឡូទៀតចេញពី best strawberry គឺយើងបានមកមើលការសម្ដែងមួយដែលជាការសម្ដែងដ៏ល្បីនៅក្នុងតំបន់លីជាងនឹងហើយ show របស់គេចេញមកគឺអស្ចារ្យមែនដល់វគ្គមានទឹកធ្លាក់នេះទឹកធ្លាក់ហោះចេញពី screen ហ្មងកន្លែងយើងអង្គុយនេះក៏មានទឹកធ្លាក់វូមកយើងទៀតហើយឃើញសេះគេពងតាដឹកនេះអានេះគឺសេះមែនតែនហ្មងហើយក្នុង show នោះមានព្រើខ្យល់ភ្លៀងអីហ្នឹងគឺគេធ្វើចេញមកដូចយើងបានឃើញទស្សនភាពនៅខាងក្រៅអញ្ចឹងវគ្គខ្លះមានព្រំហោះមនុស្សហោះអីហោះកាត់យើង view ពេញហ្នឹងហ្មងខ្ញុំអង្គុយមើល show នោះអត់ហ៊ានព្រិចភ្នែកទេណាព្រោះគេមាន action ថ្មីប្លែកចេញមករហូតហ្មងតែវីដេអូនេះខ្ញុំធ្វើកាត់ទេបងប្អូនអញ្ចឹងបន្ទាប់ពីមើល show ហើយយប់ឡើងនេះយើងមកលីជាង Asian Town ភូមិបុរាណលីជាងនេះគឺធំមែនតើហើយក៏ជាភូមិបុរាណដែលបានជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO ដែរនៅភូមិបុរាណនេះគេរៀបចំស្អាតណាស់ជាពិសេសគឺកន្លែងផ្ទះចិនបុរាណនេះពេលបានទៅដល់ហើយមានអារម្មណ៍ថាខ្លួនឯងដូចនៅក្នុងរឿងចិនពីដើមអញ្ចឹងហើយនៅនេះគេល្បីផ្កាអញ្ចឹងតាមផ្លូវយើងឃើញគេដាំផ្កាចម្រុះពណ៌ស្អាតច្រើនណាស់អ្នកចូលចិត្ត street food ណា like អីមកភូមិបុរាណនេះត្រូវហើយនេះសបោបាយហ្មងណានេះហើយយើងចង់នៅលេងដល់រៀងយប់ជ្រៅតិចក៏បានដែរព្រោះអីកន្លែងគេរបស់យើងនៅជិតនឹងឯដើរតែ5នាទីដល់ហើយថ្ងៃទី3នេះគឺជាថ្ងៃដែលយើងត្រូវឡើងទៅកាន់ភ្នំអ៊ីឡុងហើយជាភ្នំតកល្បីបំផុតនៅលីជាងនេះតែមុននឹងឡើងទៅនឹងខាងធួក៏បានឲ្យអុកស៊ីហ្សែនមកយើងម្នាក់ម្ដងព្រោះឡើងទៅដល់ខាងលើភ្នំនឹងលែងសូវមានអុកស៊ីហ្សែនធ្វើឲ្យយើងពិបាកដកដង្ហើមហើយពេលជិះ cable car ឡើងទៅលើភ្នំអ៊ីឡុងនឹងភ័យផងរំភើបផងព្រោះខ្ពស់មែនតើគ្រាន់តែទៅដល់ខាងលើកំពូលភ្នំភ្លាមគឺខ្ញុំឡើង excited សប្បាយឃើញទេសភាពស្អាតប្លែកភ្នែកតកកជាប់ភ្នំហើយខ្យល់បក់ខ្លាំងតែឆ្ងល់មែនតើថៃបានអត់សូវមានអុកស៊ីហ្សែនអញ្ចឹងបើខ្យល់បក់ខ្លាំងសឹងអីហើយខ្ញុំនេះគ្រាន់តែឡើងមកដល់ខាងលើកំពូលភ្នំនឹងភ្លាមគឺមានអារម្មណ៍ថាដកដង្ហើមមិនសូវពេញសួរទេតតបឺតអុកស៊ីហ្សែនជំនួយនឹងតែបេះដូងក៏លោតញាប់ខុសធម្មតាច្រឡំតែ excited រត់ពី3ចាហ៊ានហ្នឹងគឺរៀងហត់អីអញ្ចឹងបានថានេះជាបទពិសោធន៍ថ្មីមែនតើសម្រាប់ខ្ញុំហើយខ្ញុំក៏គិតថាយើងម្នាក់ក្នុងមួយជីវិតក៏គួរតែសាកឲ្យបានម្ដងដែរឲ្យដឹងថាពេលចិត្តអស់ខ្យល់អុកស៊ីហ្សែនហ្នឹងអារម្មណ៍របស់យើងបែបម៉េចដើរលេងនៅខាងលើភ្នំហើយឥឡូវនេះយើងចុះមកខាងក្រោមតិចមកលេងកន្លែងបឹងគុជនេះបឹងគុជគេនេះទឹកថ្លាខៀវដូចគុជមែនតែកន្លែងដូចហូរទឹកនេះប្រហែលជាគេរៀបចំបន្ថែមឲ្យមើលទៅវាមួយយ៉ាងដែរតាហើយមាន view ភ្នំតកអ៊ីឡុងនៅពីក្រោយហ្នឹងទៀតមើលទៅហត់តែអស្ចារ្យហ្មងខ្ញុំមកចិននេះតែ6ថ្ងៃទេប៉ុន្តែដើរលេងបានច្រើនកន្លែងមែនតើដោយសារតែមកជាមួយនឹងក្រុមហ៊ុន World Pop Tour ហើយដើរលេងវិញសប្បាយខ្លាំងអត់មានត្រូវខ្វាយខ្វល់ថាត្រូវទៅណាតទៀតក៏កន្លែងគេងនៅណាគួរញ៉ាំអីទេតែដល់ម៉ោងញ៉ាំហ្នឹងហូបក៏ធៀបចំឲ្យហើយពេញតុមកពេលអត់ក្រោម10មុខទេហើយកន្លែងគេងក៏ស្អាតមានផាសុខភាពចិត្តកន្លែងដើរលេងទីប្រជុំជនហើយបង tour leader និង tour guide ហ្នឹងក៏យកចិត្តទុកដាក់គ្រប់ជំហានដាក់គ្រប់គ្នាដែលជាភ្ញៀវហ្មងក្រុមហ៊ុន World Pop Tour and Travel នេះក៏មានបទពិសោធន៍ច្រើនឆ្នាំហើយចឹងម្ដងថ្ងៃនេះចូល25ឆ្នាំហើយអញ្ចឹងការរៀបចំ tour របស់គាត់មិនមែនចេះតែរៀបទេគឺគាត់សុទ្ធតែមានបទពិសោធន៍មានការចង់មក check មើល location មុនសាកម្ហូបសាកកន្លែងស្នាក់អីមុនទាំងអស់ហើយបានគាត់នាំភ្ញៀវមកហើយទិសដៅមកខុនមីងតាលីលីជាងនេះក៏ជាទិសដៅដ៏សប្បាយហើយល្បីមែនតើនៅ World Pop ដូចគ្នាដូចខ្ញុំមកដើរលេងនេះគឺទទួលបានបទពិសោធន៍ច្រើនមែនតើហើយកន្លែងដើរលេងស្អាតណាជាពិសេសធួមកលីជាងនេះគឺបានមកស្នាក់នៅ Club Med ដែលជាទីតាំងស្អាតហើយមានច្រើននៅតាមបណ្ដាប្រទេសផ្សេងដល់នេះមានអារម្មណ៍ថាដូចអភិជនអញ្ចឹងព្រោះអីមានសពគ្រប់បែបយ៉ាងក្នុង Resort Club Med នេះនៅនឹងគេ exclusive ជាមួយនឹង World Pop ទៀតហើយអីដែលរឹតតែពិសេសហ្នឹងគឺយើងបានញ៉ាំអាហារ buffet ដ៏សម្បូរបែបនៅនេះរហូតដល់ទៅ3ពេលតែម្ដងបរិយាកាសក្នុង resort វិញស្រស់ស្រាយ relax ហ្មងហើយឃើញទេសភាពស្អាតចឹងតែងឈុតចិនមួយមើលណាគេមើលដល់កន្លែងនេះខ្លះឃើញ admin ពាក់ឈុតចិននេះលើកទី1ក្នុងជីវិតទៀតហើយនេះអូយនិយាយពីថាស្លាស្លន់ចង់តែងឈុតចិននឹងសាហាវហើយនេះបន្ទប់គេងនៅ Club Med នេះតែតាមពិតទៅមិនតែនៅ Club Med ទេបងប្អូនមក Tour World Pop នេះគឺកន្លែងគេង comfort រាល់ថ្ងៃហ្មងហើយអីដែលរត់តែពិសេសណាបងប្អូនអើយវ៉ាលីដែលយើងយកមកតាមខ្លួនច្រើនហ្នឹងពេលថ្ងៃចុងក្រោយហ្នឹងមានឡានមកយកវ៉ាលីយើងទៅខុនមីងមុនអញ្ចឹងយើងស្រាខ្លួនហ្មងពេលជិះរថភ្លើងត្រឡប់ទៅខុនមីងវិញខ្ញុំតសាធួគាត់ហ្មងគាត់រៀបចំមកយ
យើងគ្រប់ជំហានឡើង perfect ហ្មងព្រោះខ្ញុំធ្លាប់ដើរលេងខ្លួនឯងទៅក្រៅដែរវ៉ាលីយួរឡើងចង់អាយ៉ាឃ្លីអស់ហើយអត់លេងសើចណាបងប្អូនហត់មែនណាលើកវ៉ាលីហ្នឹងហើយតែហត់ហើយអស់អារម្មណ៍ថតបាត់ឥឡូវត្រឡប់ទៅកាន់ trip របស់យើងវិញយើងមកដល់តាលីហើយមកដល់នេះគឺយើងបានមកសាកស៊ុបផ្សិតពុលប្រចាំតំបន់និយាយលេងប៉ុន្តែស៊ុបហ្នឹងពុលមែនណាបើយើងញ៉ាំអត់ស្ដាប់គាត់ណាពួកគេសុទ្ធតែមានពេលវេលាកំណត់ក្នុងការរងាស់ពេលរងាស់ត្រូវក្បួនខ្នាតរបស់គេហើយគាត់ឲ្យយើងញ៉ាំអូស៊ុបផ្សិតហ្នឹងជាតិហើយឆ្ងាញ់មែនតើហ្មងឆ្ងាញ់ពេកថតបានទេទិញយកមកធ្វើញ៉ាំនៅខ្មែរទៀតញ៉ាំស៊ុបផ្សិតហ្នឹងហើយយើងបន្តតាណារបស់យើងមកវិធីយ៉ាងរ៉េនៅនេះដូចភូមិបុរាណដែរហើយគេមានសិនអ៊ូខុងកិនម្សៅទៀតនេះនិយាយទៅមានលុយចង់ឲ្យសិនអ៊ូខុងមកកិនម្សៅឲ្យក៏បានដែរហើយខ្ញុំដើរលេងនេះអត់តែឃើញប្រឡោះចេះតែចូលនេះវិញលោកបានស្គាល់កន្លែងថ្មីទៀតនិយាយទៅដើរ explore គ្រប់កន្លែងហ្មងហើយនៅនេះខ្ញុំទៅសាររឿង strawberry blueberry អីបងប្អូនអើយធំហើយតម្លៃធូរល្អឃើញខ្ញុំចង់តែទិញគ្រប់មុខយកមកហ្មងតែចុងក្រោយអត់បានទិញដដែលដោយសារបញ្ញាប់ពេកហើយកន្លែងចុងក្រោយគេដែលយើងមកក្នុង trip នេះគឺ Santorini ថៅប៉ោកន្លែងនេះគេនិយាយថា Santorini ថៅប៉ោមែនណាប៉ុន្តែស្អាតរបស់គេអត់មានថៅប៉ោអីយើងបងប្អូនអើយចេញមកដូច Santorini ពិតហ្មងខ្ញុំអត់ដែរទៅប៉ុន្តែឃើញគេរៀបស្អាតមែនហើយបើថាបានមកដល់នេះហើយកុំភ្លេចពាក់ outfit ឲ្យត្រូវ mood នៅនឹងផងព្រោះអត់ចេះខ្វះប្លង់ថតទេនៅនឹងអញ្ចឹងចប់ពី Santorini ហើយពួកយើងក៏បានត្រឡប់មកខុនមីងវិញដោយការជិះរថភ្លើងល្បឿនលឿនដដែលហើយស្អែកឡើងគឺយើងបានហោះហើរត្រឡប់មកបំពេញវិញហើយអញ្ចឹង trip នេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបងប្អូន